មានលំហាត់ diagram មួយគឺថា diagram នឹងកំណត់នៃ1លើ2ដកជាមួយ2ចែក x ការ៉េ dx តោះចុះយើងមើលដំណោះស្រាយជាមួយគ្នាអញ្ចឹងគាត់ថាយើងមានលំហាត់យើងមានបាទគឺសេសម្រាប់ឲ្យស្រួលមកយើងមានបាទ antigram បាទប៉ុណ្ណេះតមកទៀតរកសញ្ញាស្មើលើនឹងតែម្ដងបាទគេបានមួយទៀតតោះសេមានរបៀបណាអូខេជួយរកសញ្ញាស្មើលើនឹងមកអូខេអញ្ចឹងស្មើជាមួយនឹងគូប្រែ antigram មួយណាយើងងាយស្រួលមើលហើយ dx ចូលមកដកជាមួយនឹងantigram បាទអូខេ int នៃ2ចែកជាមួយនឹង x ការ៉េ dx អូខេ yes អញ្ចឹងយកសញ្ញាស្មើតនៅខាងក្រោមអូខេអញ្ចឹងវាដាក់សញ្ញាស្មើតទៀតអញ្ចឹងយើងឃើញថា1ទៅ2ខាងមុខនេះយើងអាចលើកវាមកមុខណាវាសារចំនួនថេនៅក្នុង antigram គឺយើងអាចលើកមកមុខបានអញ្ចឹងសិនណាអូខេក្រាលនៃdx អញ្ចឹងគេសារលើក1ទៅ2ចេញសល់ dx អូខេចានេះវានៅដល់ដែរគួរដាក់លេខ2ចំនួនថេលើកមកមុខដែរណាអូខេអញ្ចឹងសល់1ចែកជាមួយនឹង x ការ៉េ dx បាទអូខេប៉ុណ្ណឹងគ្រាន់តែទៅចុះក្រោមចឹងនេះ1លើ2ដែរហើយ antigram នៃ dx គឺចេញ x ដល់2 antigram នៃ1លើ x ក្រេចេញដក1លើx เนาะបើកណាបាត់កណាយើងអាំងហើយវាបាត់សញ្ញា antigram វាបាត់ dx ហើយបូកកណា antigram មិនកំណត់វាត្រូវបូកចំនួន t c ទៀតអញ្ចឹងណាបាទអញ្ចឹងគូសារ៉េនេះឲ្យវាស្រួលមើលតិចមក1លើ2 x បាទដកអានេះយើងគុណដកចេញបូកទៅ2គុណ1ចេញ2នៅលើ x បូកជាមួយនឹងចំនួន t c មិនអញ្ចឹងណាបាទដែលយើងដឹងថា c ជារបស់ a បាទ c នេះគឺជារបស់ a បាទc ជារបស់ a អូខេនេះគឺជាចម្លើយរបស់វាបាទអញ្ចឹងវាដាក់ចម្លើយប្រអប់មកណាបាទ antigram យើងគឺ1លើ 2x បូកជាមួយនឹង2នៅលើ x បូក c ហើយ c គឺជាចំនួន t ចំនួន c គឺជារបស់ a ណាយើងពិតបាទអូខេអញ្ចឹងគូដាក់ថាឲ្យស្រួលមើលទៅគូដាក់ដូចនេះណាដូចនេះគឺយើងដាក់ antigram របស់យើងបាទដូចនេះគូ paste វាហើយបាទគឺយកនេះមកគូ paste នៅកន្លែងនេះដែរហើយដាក់ដូចនេះណាយើងមកលុបខាងលើចេញបាទជា antigram នេះស្មើប៉ុណ្ណេះអូខេមានកន្លែងណាឆ្ងល់អត់នេះយើងបើសិនជាចូលចិត្តវីដេអូនេះកុំភ្លេចចុច subscribe ហើយនិង like បាទវីដេអូរបស់លោកគ្រូដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតទាក់ទងទៅនឹងមេរៀនបាទថ្នាក់ទី12និងគ្រូបង្វឹកថ្នាក់បាទអរគុណ